បុកប្រហុកស្បែកគួរជាមួយនឹងសាច់គោបងអូនប្រហុកមួយមុខនេះយើងញ៉ាំជាមួយចាក់ក៏ត្រូវញ៉ាំជាមួយបាយក៏ត្រូវដែរអញ្ចឹងខ្ញុំមានសាច់គោប្រហែលជា3ខាំសាច់គោខ្ញុំយកសាច់ផ្អែមណាតែខ្ញុំយកឲ្យរៀងជាប់ខ្លាញ់តិចព្រោះខ្ញុំចូលចិត្តជាប់ខ្លាញ់អញ្ចឹងខ្ញុំយកវាមកខ្ញុំដាក់អាំងបងអូនអាចចៀនវាក៏បានដែរតែខ្ញុំខ្ជិលជូតជាក្រានអញ្ចឹងខ្ញុំដាក់វាអាំងនៅក្នុង air fryer ទៅខ្ញុំដាក់ប៊ឺសាបចូលបន្តិចដើម្បីឲ្យសាច់គោយើងវាហិតទន់ណាជាបន្ទាប់មកយើងមកបុកគ្រឿងសម្រាប់ធ្វើឲ្យបុកប្រហុកសាច់គោរបស់យើងវាក្លិនឈ្ងុយខ្ញុំមានម្ដងស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមម្ទេសអីហ្នឹងយើងបុកវាចូលគ្នាឲ្យម៉ត់សិនទៅចាំយើងបុកគ្រឿងផ្សេងទៀតបញ្ចូលអញ្ចឹងខ្ញុំប្រើជាមួយនឹងស្ករត្នោតតែខ្ញុំប្រើស្ករផែនបងអូនមានស្ករអីដាក់ស្ករហ្នឹងទៅតែខ្ញុំចង់ដាក់អាហ្នឹងហើយនឹងប្រហុកយើងបុកប្រហុកសណ្តែកគួរជាមួយសាច់គោអត់អាចអត់ប្រហុកបានទេហើយដោយសារតតបាល់ខ្ញុំទូយកដល់ពេលអញ្ចឹងទៅខ្ញុំអត់បានបុក everything ចូលគ្នាហ្មងទេអញ្ចឹងខ្ញុំបុកវាម្ដងមួយមុខដើម្បីយកវាមកដាក់ចូលក្នុងកធុនមួយហើយខ្ញុំលាយវាទៅតាមក្រោយស្បែកគួរនឹងយើងបុកវាញុំបានហើយកុំបុកឲ្យវាបែកពេកវាអត់ឆ្ងាញ់ទេហើយសម្រាប់បន្លែផ្សេងទៀតខ្ញុំមានជីជាមួយនឹងប៉េងប៉ោះហ្នឹងខ្ញុំទៅសល់មួយនៅក្នុងទូទឹកកករៀងពីថ្ងៃដែរអញ្ចឹងយកវាមកចិតធ្លាប់នៅបាតចានអញ្ចឹងទៅវាឲ្យយើងមានបន្លែច្រើនអញ្ចឹងណាហើយកុំឲ្យវាប្រៃពេកអានេះសាច់គោរបស់ខ្ញុំខ្ញុំយកអាសាច់ខាងផ្អែមកន្លែងមានខ្លាញ់បងប្អូនអត់ចូលចិត្តសាច់គោរៀងជាប់ខ្លាញ់ទេបងអូនប្រើសាច់ច្រឡកទៅអត់មានខ្លាញ់ទេហើយវារៀងទន់ជាងអាសាច់ហ្នឹងអញ្ចឹងខ្ញុំសាច់គោខ្ញុំអាំងវាប្រហែលជា 70% ណាហើយយកវាមកហាន់កុំស្តើងពេកក៏កុំក្រាស់ពេកដែរយកមកដាក់វាចូលគ្នាជាមួយនឹងគ្រឿងរបស់យើងហើយនឹងសណ្តែកគួរបន្លែរបស់យើងហ្នឹងទៅច្បាច់ក្រូចឆ្មាថែមក្រូចឆ្មាខ្ញុំប្រើអស់3ផ្លែអានេះរសជាតិវាប្រៃដុតជូរដុតផ្អែមរៀងដុតនិយាយទៅរសជាតិតតែដុតមិនឆ្ងាញ់កូរច្បល់វាឲ្យគ្រឿងរបស់យើងចូលគ្នាឲ្យសព្វណាព្រោះដោយសារតាយើងអត់បានបុកវាទេព្រោះដោយសារតាត្បាល់វាទូចដល់ពេលអញ្ចឹងទៅយើងដាក់ចូលក្នុងកធុនអញ្ចឹងតើតាកូរវាឲ្យរៀងចាស់ដៃតិចកូរវាឲ្យយូរតិចទៅដើម្បីឲ្យគ្រឿងរបស់យើងនឹងវាចូលជាតិគ្នាសព្វជាមួយបន្លែសាច់អីអញ្ចឹងណាព្រោះបន្លែរបស់យើងវារៀងច្រើនដែរអញ្ចឹងយើងកូរច្បល់ឲ្យបន្លែរបស់យើងនឹងវាប្រឡាក់ជាមួយនឹងគ្រឿងនឹងសព្វធ្វើម្ហូបកុំភ្លេចភ្លក់មើលផងបងប្អូនប្រៃសាបវិញជូរចត់យ៉ាងណាយើងថែមថយគ្រឿងទៅតាមរសជាតិរបស់យើងអញ្ចឹងណាសម្រាប់ខ្ញុំប្រើទឹកត្រីងៅហេងមកនឹងអត់សូវប្រៃខ្លាំងទេវាល្មមឆ្ងាញ់ណាវាអត់ប្រៃខាស់ដល់ថ្នាក់យើងកែម្ហូបអត់ឡើងអីណាព្រោះទឹកត្រីខ្លះទៀតរបៀបថាវាប្រៃខ្លាំងហ្មងពេលយើងធ្វើម្ហូបជ្រុលដៃអីយើងចង់កែវាគឺកែអត់ឡើងទេវានៅដុតប្រៃនៅហ្នឹងឥឡូវនេះម្ហូបរបស់យើងហើយខ្ញុំបន្ថែមជាមួយនឹងជីគ្រប់មុខបន្តិចទៅព្រោះជីគ្រប់មុខតិចមកធ្លាប់នៅបាតចានខ្លះយើងច្បល់វាជាមួយនឹងសាច់ហើយនឹងស្បែកគួរនឹងខ្លះដើម្បីឲ្យវាឈ្ងុយអញ្ចឹងណាឥឡូវរួចរាល់ហើយយើងដួសដាក់ចានបែបហ្នឹងយកទៅតុទទួលទានបានហើយបងអូនអាចញ៉ាំជាមួយនឹងអាចជាក៏បានញ៉ាំជាមួយបាយក៏បានដែរពីទៅបាយដាំពីកំប៉ុងអស់អាលីងហ្មងឡើងលបើកឆ្នាំងបដ ாய் រសជាតិឆ្ងាញ់ហ្មងរូបរាងមើលទៅមិនសូវមានសម្រស់មែនទេតែរសជាតិវិញអែមហ្មងចាបងអូនទាំងអស់គ្នាមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាជួបគ្នាជាមួយនាងខ្ញុំនៅ content បន្តទៀតណាបាយបាយ